Ngàyនេះខ្ញុំមកនិយាយអំពីរឿងរបស់ David Beckham ជាមួយនឹងប្រពន្ធដែលត្រូវកូនប្រុសកាត់កាល់ចោលពាក្យថាកាត់កាល់គ្នាចោលនេះគឺជារឿងមួយដែលធំខ្លាំងមែនទែនដោយសារតែកាលពីប្រហែលថ្ងៃមុននេះកូនប្រុសរបស់គាត់គឺបាន add story ជាមួយនឹងខ្លឹមសារមួយចំនួនរៀបរាប់រឿងរ៉ាវឈឺចាប់ប្រហែលឆ្នាំចុងក្រោយនេះមុនពេលដែលគាត់សម្រេចថាគាត់សុំកាត់កាល់ឪពុកម្ដាយរបស់គាត់ចោលត្រឹមហ្នឹងលែងមានទំនាក់ទំនងគ្នាតទៅទៀតរឿងនេះបានធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមដោយសារតែគេតែងតែឃើញថាក្រុមគ្រួសារនេះគឺស្រឡាញ់គ្នាខ្លាំងមែនទែនចំណែក David Beckham វិញក៏បានធ្វើការងារជាមួយនឹងខាង UNICEF ឃើញថាគាត់ជួយក្មេងៗគាត់ស្រឡាញ់ក្មេងខ្លាំងមែនទែនចុះហេតុអីបានជានៅក្នុងក្រុមគ្រួសាររបស់គាត់ឈានដល់ដំណាក់កាលនេះហើយមិនមែនរឿងធម្មតាទេគឺកូនសុំកាត់កាល់ឪពុកម្ដាយរបស់គាត់ហើយនៅក្នុងសាច់រឿងនេះដែរខ្ញុំនឹងលើកយកទាំងសងខាងតែម្ដងទាំងភាគីខាងឪពុកម្ដាយនិងខាងកូនដើម្បីឲ្យស្មើភាពគ្នាហើយចង់ដឹងថាដំណើរដើមតងនៃសាច់រឿងនេះបែបណាយើងចូលទៅមើលទាំងអស់គ្នាសម្រាប់កីឡាករ David Beckham ខ្ញុំជឿថាបងប្អូនអ្នកគ្នាទោះបីជាអ្នកតាមដានបាល់ទាត់ឬក៏មិនតាមដានបាល់ទាត់ក៏ធ្លាប់ឮឈ្មោះរបស់គាត់ដែរ David Beckham គឺជាអតីតកីឡាករបាល់ទាត់ដែលមានប្រជាប្រិយភាពខ្ពស់ខ្លាំងមែនទែនគាត់សង្ហាគាត់លេងបាល់ល្អគាត់រលួយបានច្រើនហើយក៏មានស្រីៗជាច្រើនដែលសុខចិត្តទៅមើលបាល់ទាំងដែលខ្លួនឯងអត់ស្គាល់បាល់ទាត់ឲ្យតែបានឃើញ David Beckham លេងបាល់ចំណែកឯប្រពន្ធរបស់គាត់វិញ Victoria ក៏ជាអតីតតារាចម្រៀងមួយរូបអ្នកទាំងពីរគឺជាស្រីស្រស់និងប្រុសស្អាតការរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺធ្វើឡើងតាំងពីចំនួន David Beckham នៅលេងបាល់នៅ Manchester United បច្ចុប្បន្ននេះអ្នកទាំងពីរគឺមានកូនចំនួន4នាក់ដោយកូនប្រុសច្បងគឺមានឈ្មោះថា Brooklyn, Romeo, Cruz ហើយនិងកូនស្រីពៅឈ្មោះថា Harper សម្រាប់កូនទាំង4នាក់ជាមួយនឹងឪពុកម្ដាយឃើញថាអ្នកទាំងអស់គ្នាគឺស្រឡាញ់គ្នាខ្លាំងមែនតើនេះបើយើងមើលនៅក្នុងបណ្ដាញសង្គមរបស់ពួកគាត់ហើយក្រុមគ្រួសារមួយនេះក៏ជាក្រុមគ្រួសារមួយដែលសម្បូរលុយខ្លាំងដែរដោយសារតែឪពុកម្ដាយល្បីមាន brand កៅអៅរបស់ខ្លួនឯងដូច្នេះក្រុមគ្រួសាររបស់គាត់គឺជាក្រុមគ្រួសារអភិជនមួយដែលមានលុយចាយច្រើនហើយក៏មានភាពល្បីល្បាញខ្លាំងផងដែរតាមពិតទៅកើតជាកូនរបស់បុគ្គលល្បីល្បាញមិនមែនជារឿងដែលងាយស្រួលទេដូចជាឪពុកម្ដាយជាតារាចម្រៀងល្បីឬក៏ឪពុកម្ដាយជាកីឡាករល្បីបន្ទុកទាំងអស់នឹងត្រូវធ្លាក់ទៅលើកូនព្រោះអីនៅពេលដែលកូនធំឡើងបើសិនជាកូនជោគជ័យបានចូលច្រៀងជាមួយនឹងឪពុកគេនឹងថាកូនតោងជើងខោឪពុកហើយបើសិនជាកូនបរាជ័យក្នុងជីវិតធ្វើអីផ្សេងគេនឹងដៀលថាក្រុមគ្រួសារប្រប៉ុណ្្នឹងដែរឲ្យកូនមកក្រលំបាកហេតុអីក៏មិនជួយជ្រោមជ្រែងកូនរបស់គាត់ហើយទៅមុខប្រហែលឆ្នាំទៀតយើងនឹងឃើញកូនប្រុសរបស់ Ronaldo និងកូនប្រុសរបស់ Messi នឹងប្រឈមមុខជាមួយនឹងរឿងទាំងអស់ហ្នឹងបើសិនជាកម្រិតលេងបាល់របស់គាត់មិនល្អដូចឪពុករបស់គាត់ហើយ Brooklyn គឺជាកូនប្រុសច្បងនៅក្នុងចំណោមកូនទាំង4នាក់របស់ David Beckhamគាត់ក៏ជាកូនដំបូងគេដែលភ្លក់រសជាតិការប៊ូលីពីមនុស្សនៅក្នុងសង្គមដែរតាមពិតទៅដំបូងឡើយគឺ Brooklyn ចង់ដើរតាមកន្លងឪពុករបស់គាត់ចង់ក្លាយទៅជាកីឡាករបាល់ទាត់គាត់បានចូលទៅហាត់បាល់នៅក្នុងយុវជនថ្នាលរបស់ក្លឹប Arsenal ក៏ប៉ុន្តែរងការប៊ូលីជាច្រើនដោយសារតែកម្រិតលេងរបស់គាត់គឺมันបានឈានដល់ចំណុចដែលក្លាយទៅជាកីឡាករអាជីពហើយក៏មិនល្អដោយឪពុករបស់គាត់ដែរគាត់ត្រូវបានរងនៅពាក្យប៊ូលីមួយចំនួនពីមនុស្សជុំវិញខ្លួនតាំងពីគាត់នៅវឹកហាត់ពេលដែលឈានជើងចូលទីលានគឺតែងតែមានគេនិយាយថាឪពុកអ្នកឯងគឺជាកីឡាករល្បីជាកីឡាករល្អដូច្នេះអ្នកឯងត្រូវតែលេងបាល់ធ្វើម៉េចខំប្រឹងលេងឲ្យល្អដោយឪពុករបស់អ្នកឯងសមោលរបស់ឪពុករបស់គាត់គឺនៅជុំវិញខ្លួនរបស់គាត់ហើយក៏ផ្ដល់ជាសម្ពាធផ្លូវចិត្តមកដល់គាត់ដែរហើយការលេងរបស់គាត់ក៏មិនជាល្អឲ្យដែរធ្វើឲ្យគាត់សម្រេចថាគាត់បោះបង់ក្តីសម័យមួយនេះចោលគឺគាត់លែងចង់ក្លាយទៅជាកីឡាករអាជីពតទៀតហើយ Brooklyn បន្ទាប់ពីបោះបង់ក្តីសម័យជាកីឡាករចោលគាត់ក៏បានទៅធ្វើជា barista ជាអ្នកឆុងកាហ្វេដើម្បីរកលុយផ្គត់ផ្គង់ខ្លួនឯងហើយសម្រាប់ឪពុកម្ដាយវិញ David Beckham ជាមួយនឹង Victoria គឺអត់បានខាត់ Brooklyn ទេដោយសារតែគាត់ចង់ឲ្យកូនរឹងមាំចង់ឲ្យកូនស្គាល់ចង់ឲ្យកូនដឹងរសជាតិថាចេញទៅរកលុយថាវាពិបាកកម្រិតណាហើយក្រោយមកទៀតបានមួយឆ្នាំក្រោយមកម្ដាយក៏បានទាញឲ្យកូនដើរតាមកន្លងរបស់ម្ដាយវិញម្ដងដោយទាញកូនទៅធ្វើជាតារា model ដោយសារតែ Brooklyn គាត់ក៏សង្ហាដែរBrooklyn នៅក្នុងវិស័យជាតារា model គាត់ក៏មិនល្បីអីណាស់ណាដែរដោយសារតែ show ភាគច្រើនដែលគាត់ដើរសម្ដែងគឺសម្ដែងនៅក្នុង show របស់ម្ដាយរបស់គាត់ដោយសារតែម្ដាយគឺជាម្ចាស់ brand ស្រាប់ដូច្នេះយកកូនធ្វើជា model ក៏មិនបញ្ហាដែរហើយសម្រាប់ Brooklyn ក្រៅពីការងារនៅក្នុងវិស័យសិល្បៈជាតារា model ហើយគាត់ក៏ធ្វើជាជាងថតដែរជា photographerហើយក្រោយមកទៀតគេក៏ឃើញថាគាត់ចាប់ផ្ដើមធ្វើមួយទៀតគឺរៀនធ្វើជាចុងភៅហើយគាត់ក៏បានធ្វើ show កម្មវិធីធ្វើម្ហូបមួយឃើញថា Brooklyn គឺគាត់ព្យាយាមរបស់គាត់ដែរគាត់អត់ចង់ដើរតាមកន្លងរបស់ឪពុកម្ដាយដែលរៀបចំសម្រាប់គាត់ទេក៏ប៉ុន្តែអ្វីៗជាច្រើនដែលគាត់បានធ្វើមកវាហាក់ដូចជាមិនបានជួយឲ្យគាត់ជោគជ័យនៅក្នុងអាជីពរបស់គាត់ទេហើយក្រោយមកទៀតនៅក្នុងឆ្នាំ2017គាត់ក៏បានស្គាល់ Nicola ហើយក្រោយមកទៀតនៅក្នុងឆ្នាំ2018 2019អ្នកទាំងពីរក៏បានចាប់ផ្ដើម dating ហើយស្រឡាញ់គ្នា
ហើយការរាប់អានជាមួយនឹងនីកូឡាខ្លាចជាសង្សារគ្នានេះឯងដែលធ្វើឲ្យទំនាក់ទំនងរវាងគាត់ជាមួយនឹងក្រុមគ្រួសារចាប់ផ្ដើមប្រេះឆាម្ដងតិចសម្រាប់នីកូឡាដែលជាសង្សាររបស់ប្រូកូលីនគាត់គឺជាកូនមហាសេដ្ឋីហើយក៏ជាតារាសម្ដែងម្នាក់ផងដែរសម្រាប់ក្រុមគ្រួសាររបស់នីកូឡាគឺមានទ្រព្យសម្បត្តិច្រើនជាងទ្រព្យសម្បត្តិរបស់ David Beckham ទៅទៀតដែលក្រុមគ្រួសាររបស់នីកូឡានេះគឺស្ថិតនៅក្នុងលំដាប់ជា billionaire ដូច្នេះទ្រព្យសម្បត្តិរបស់គាត់គឺមានច្រើនខ្លាំងមែនទែនក្រោយមកទៀតចូលមកដល់ឆ្នាំ2020យើងឃើញថានីកូឡាជាមួយនឹងប្រូកូលីនក៏បានភ្ជាប់ពាក្យជាមួយគ្នាក្រុមគ្រួសាររបស់ David Beckham ក៏បានចូលរួមក្រុមគ្រួសាររបស់ Nicola ក៏បានចូលរួមហាក់ដូចជាក្រុមគ្រួសារទាំងពីរស្រស់ស្រួលគ្នាមិនមានរឿងអីកើតឡើងទេក៏ប៉ុន្តែក្រោយមកទៀតក៏មានរឿងធំបានផ្ទុះឡើងគឺនៅក្នុងឆ្នាំ2022នៅក្នុងកម្មវិធីមង្គលការរបស់កូនប្រុសតែម្ដងរឿងនោះបានធ្វើឲ្យទំនាក់ទំនងរវាងម្ដាយក្មេកជាមួយនឹងកូនប្រសាគឺមើលមុខគ្នាលែងចំរហូតមកដល់បច្ចុប្បន្ននេះដែលការនោះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ Brooklyn និង Nicola គេមើលឃើញថារ៉ូបអាពាហ៍ពិពាហ៍ដែលកូនប្រសាស្រីពាក់ Nicola ពាក់គឺมันមានរ៉ូបមួយណាដែលរចនាឡើងដោយ brand របស់ម្ដាយទេហើយគ្រឿងអីផ្សេងគឺมันមានគ្រឿងដែលពាក់ព័ន្ធជាមួយនឹង brand របស់ម្ដាយតតែសោះតែកន្លែងនេះអ្នកទៅចូលរួមគេមើលឃើញថាតើកូនប្រសាស្រីជាមួយនឹងម្ដាយមានរឿងអីកើតឡើងបានម្ដាយអ្នករចនាម៉ូដម្ចាស់ brand មួយទាំងមូលកូនប្រសាខ្លួនឯងពេលរៀបការគឺអត់មានពាក់របស់ម្ដាយសូម្បីតែមួយហើយនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍នេះក៏មិនមែនមានតែមួយរឿងដែរនៅមានរឿងធំមួយទៀតគឺម្ដាយក្មេកបានបំបាក់មុខកូនប្រសាស្រីតាមពិតទៅ Brooklyn ជាមួយនឹង Nicola បានរៀបចំកម្មវិធីរាំមួយនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់គាត់នៅបរទេសគឺគេពេញនិយមខ្លាំងមែនតើប៉ុន្តែនៅខ្មែរយើងគឺមានមួយទេដែលយើងឃើញវីដេអូកូនកំឡោះជាមួយនឹងកូនកំមុំគឺពួកគាត់រាំជាមួយគ្នាក៏ប៉ុន្តែជំនួសឲ្យការដែលកូនកំឡោះរាំជាមួយនឹងកូនកំមុំគឺម្ដាយបានចាប់កូនកំឡោះមករាំជាមួយនឹងគាត់ដែលធ្វើឲ្យកូនកំមុំគឺបាក់មុខខ្លាំងមែនទែនដោយសារតែខូចកម្មវិធីរបស់គាត់កូនកំមុំក៏មានអារម្មណ៍ថាអន់ចិត្តហើយគាត់ក៏រត់ទៅយំបាត់ដូច្នេះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ហ្នឹងគឺកូនកំឡោះជាមួយនឹងកូនកំមុំគឺអត់បានរាំជាមួយនឹងគ្នាទេហើយបន្ទាប់ពីមានរឿងនេះបានកើតឡើងនៅក្នុងកម្មវិធីមង្គលការភ្ញៀវមួយចំនួនគេចាប់ផ្ដើមសង្កេតឃើញថា Victoria ជាមួយនឹង Nicola ដែលជាកូនប្រសាស្រីអ្នកទាំងពីរនេះគឺកង់គ្នាអត់ត្រូវគ្នាទេហើយបន្ទាប់ពីកម្មវិធីអាពាហ៍ពិពាហ៍បានបញ្ចប់ទៅយើងឃើញថាទំនាក់ទំនងរវាង Brooklyn ជាមួយនឹងឪពុកម្ដាយរបស់គាត់ក៏ចាប់ផ្ដើមឃ្លាតគ្នាម្ដងតិចយើងឃើញថាកម្មវិធីផ្សេងនៅក្នុងផ្ទះរបស់ David Beckham ជាលក្ខណៈឯកជនគឺមិនឃើញមានវត្តមានរបស់កូនប្រុសច្បងមកចូលរួមទេដូចជាកម្មវិធីខួបកំណើតរបស់ឪពុកឬក៏កម្មវិធីមួយចំនួនទៀតជាការជួបជុំលក្ខណៈគ្រួសារគឺបាត់មុខ Brooklyn អត់ឃើញទេក៏ប៉ុន្តែអ្វីដែលធ្វើឲ្យគេមិនសូវសង្ស័យការនោះដោយសារតែគេមើលឃើញថាកូនប្រុសរបស់គាត់ក៏បានបង្ហោះការជួបញ៉ាំបាយជាមួយនឹងឪពុកខ្លះដែរហើយក្រោយមកទៀតក៏មានការបង្ហោះឪពុកម្ដាយជាមួយនឹងកូនប្រសាថតជុំគ្នាមើលទៅសប្បាយរីករាយធម្មតាអត់មានអ្នកណាដឹងថានៅផ្ទៃក្នុងរបស់គាត់មានរឿងអីទេក៏ប៉ុន្តែនៅតែមានមនុស្សមួយចំនួនគេសង្ស័យដោយសារតែគេមើលឃើញថាកម្មវិធីសំខាន់មួយចំនួនគឺអត់មានមុខកូនប្រុសជាមួយនឹងកូនប្រសាស្រីមកចូលរួមសោះហើយរឿងដែលក្តៅជាងនេះក្រោយមកបន្ទាប់ពីរក្សាគម្លាតឆ្ងាយពីឪពុកម្ដាយហើយពេលដែលម្ដាយចូលទៅ react នៅក្នុងវីដេអូធ្វើម្ហូបរបស់កូនប្រុសក៏បានប្លុកម្ដាយចោលចំណែកឯបងប្អូនប្រុសអីផ្សេងទៀតនៅក្នុងក្រុមគ្រួសារក៏បាននិយាយថាបងប្រុសរបស់គាត់គឺបានប្លុកគាត់ដូចគ្នានិយាយរួមគឺ Brooklyn មានអារម្មណ៍ថាអន់ចិត្តជាមួយនឹងឪពុកម្ដាយហើយក៏លែងចង់មានទំនាក់ទំនងលែងចង់ឲ្យបងប្អូនឃើញពីសកម្មភាពរបស់គាត់តទៀតហើយក្រៅតែពីប្លុកអ្នកផ្ទះហើយគាត់ក៏បានបង្ហោះ switch fit ជាមួយនឹងប្រពន្ធរបស់គាត់ហើយគាត់ក៏និយាយថាទោះជាមានរឿងអីកើតឡើងក៏ដោយក៏គាត់នៅតែជ្រើសរើសយកប្រពន្ធរបស់គាត់ដែរហើយឈានរហូតមកដល់ថ្ងៃទី19 ខែ1នេះគឺលែងសង្ស័យឯងដោយសារតែកូនប្រុសរបស់គាត់គឺបានបង្ហាញច្បាស់តែម្ដងគឺគាត់សុំកាត់ការឪពុកម្ដាយរបស់គាត់ចោលបើសិនជាចង់តាក់ទងមកគាត់ក៏មិនបាច់តាក់ទងមកផ្ទាល់ដែរឲ្យតាក់ទងទៅមេធាវីទៅចង់និយាយអីនិយាយប្រាប់មេធាវីហើយមេធាវីហ្នឹងគឺគេអ្នកនាំពាក្យមកកាន់គាត់វិញដែលកន្លែងនេះមើលទៅគឺសាហាវខ្លាំងមែនទែនហើយគាត់ add story follower របស់គាត់ជាង10លានអ្នកគឺគេបានមើលឃើញដែលធ្វើឲ្យរឿងនេះគឺផ្ទុះល្បីក៏ក្រៅទូទាំងពិភពលោកតែម្ដងដោយសារតែ David Beckham ជាមួយនឹង Victoria ក៏ជាបុគ្គលមួយដែលល្បីល្បាញខ្លាំងមែនទែនហើយបើនិយាយពីភាពល្បីល្បាញវិញឪពុកម្ដាយ David Beckham ជាមួយនឹង Victoria នេះគឺល្បីជាងកូនទៀតល្បីជាង Brooklyn ហើយក៏ល្បីជាង Nicola ដែរសម្រាប់ Brooklyn គឺគាត់បានរៀបរាប់នៅរឿងរ៉ាវឈឺចាប់ជាច្រើនដោយសារតែគាត់គិតថាឪពុកម្ដាយរបស់គាត់ហើយនិងបងប្អូនរបស់គាត់គឺតែងតែនិយាយល្អហើយចោទប្រកាន់មកកាន់គាត់ថាជាកូនមួយដែលអកតញ្ញូគាត់បានរៀបរាប់ថារឿងរ៉ាវទាំងអស់គឺមិនដូចអ្វីដែលបងប្អូនជាមួយនឹងឪពុកម្ដាយបានបញ្ចេញមកលើ social media ទេតាមពិតទៅគឺឪពុកម្ដាយរបស់គាត់គឺតាមព្យាយាមបំបែកបាក់តាំងពីទំនាក់ទំនងរបស់គាត់ជាមួយនឹង Nicola នៅជាសង្សារនឹងគ្នាមិនដែរនិយាយរួមគឺឪពុកម្ដាយអត់ចង់ឲ្យ Brooklyn ស្រឡាញ់គ្នាជាមួយនឹង Nicola ទេហើយរឿងទី2ដែលគាត់អន់ចិត្តគឺនៅក្នុងកម្មវិធីរៀបការរបស់គាត់តែម្ដងដែលគាត់បាននិយាយថាម្ដាយជាមួយនឹង designer
របស់គាត់គឺធ្វើស៊ីប្រពន្ធរបស់គាត់មិនមែនគាត់អត់ចង់ពាក់ brand របស់ម្ដាយគាត់ទេអ្នកដែលធ្វើស៊ីពួកគាត់ហ្នឹងគឺម្ដាយជាមួយនឹង designer របស់ brand Victoria នឹងឯងដោយនៅសល់តែ11ម៉ោងទេមកប្រាប់ប្រពន្ធថាគឺរ៉ូបដែលត្រៀមសម្រាប់មង្គលការហ្នឹងគឺគេធ្វើអត់ទាន់ហើយទេដូច្នេះសូមឲ្យប្រពន្ធរបស់គាត់រករ៉ូបផ្សេងហើយប្រពន្ធរបស់គាត់គ្រាន់តែលឺអញ្ចឹងគឺខ្នះខ្នែងព្យាយាមរកសម្លៀកបំពាក់ផ្សេងដើម្បីមកពាក់ដោយសារតែនៅសល់តែ11ម៉ោងទៀតគឺដល់កម្មវិធីរៀបការហើយរឿងទី3គឺគាត់អាណិតប្រពន្ធរបស់គាត់ដោយសារតែនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ដោយដែលខ្ញុំបាននិយាយអញ្ចឹងពួកគាត់ត្រៀមក្បាច់រាំថានឹងរាំជាមួយគ្នាឲ្យភ្ញៀវមើលក៏ប៉ុន្តែម្ដាយចូលមកកាត់ចង្វាក់ធ្វើឲ្យប្រពន្ធរបស់គាត់ខ្មាស់គេប្រពន្ធរបស់គាត់រត់ទៅយំហើយនេះគឺជាលើកទី1នៅក្នុងឆាកជីវិតប្រពន្ធរបស់គាត់នៅក្នុងកម្មវិធីសំខាន់ប្រចាំជីវិតត្រូវម្ដាយក្មេកធ្វើបាបហើយរឿងមួយទៀតម្ដាយរបស់គាត់បាននិយាយថាគាត់ត្រូវបាននីកូឡាដែលជាប្រពន្ធហ្នឹងគ្រប់គ្រងហើយគាត់បាននិយាយថាគាត់អត់ត្រូវបានប្រពន្ធគ្រប់គ្រងទេអ្នកដែលគ្រប់គ្រងគាត់គឺជាក្រុមគ្រួសារគឺជាឪពុកម្ដាយនេះឯងដែលតែងតែព្យាយាមគ្រប់គ្រងជីវិតរបស់គាត់ហើយជាចុងក្រោយគាត់ក៏បាននិយាយថានឹងមិនមានការចរចាផ្សះផ្សាគ្នាអីទេគឺគាត់សូមកាត់ការផ្ដាច់ទំនាក់ទំនងជាមួយនឹងឪពុកម្ដាយត្រឹមនេះចំណែកឯភាគីខាងឪពុកម្ដាយឯនោះវិញគេក៏បានព្យាយាមតាមសួរ David Beckham ដូចគ្នាហើយជាចុងក្រោយក៏មានវីដេអូឃ្លីបមួយដែល David Beckham និយាយនៅក្នុងកម្មវិធីទូទួលមួយដែលគាត់បាននិយាយថានៅក្នុងនាមជាឪពុកម្ដាយគឺត្រូវតែអនុញ្ញាតឲ្យកូនពួកគាត់អាចសាងកំហុសបានដោយសារតែជាទូទៅគឺក្មេងៗតែងតែសាងកំហុសនៅក្នុងជីវិតរបស់ពួកគាត់ហើយពាក្យនេះគឺជាពាក្យតែមួយឃ្លាគត់នៅក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្នដែលគេស្រង់ចេញពី David Beckham មកក៏ប៉ុន្តែរឿងរ៉ាវទៅថ្ងៃមុខទៀតយើងក៏មិនទាន់ដឹងថាយ៉ាងម៉េចដែរក៏ប៉ុន្តែរឿងនេះមើលទៅក៏មិនមែនរឿងតូចដែរហើយសម្រាប់កូនវិញគេជាកូនរបស់ billionaire ហើយម្ដាយក្មេកក៏ជា millionaire ម្នាក់ដែរដូច្នេះអ្នកទាំងពីរគឺខ្លាំងប៉ះខ្លាំងម្ដាយក្មេកក៏ខ្លាំងកូនប្រសាក៏ខ្លាំងដែលធ្វើឲ្យចុងក្រោយគឺឈានដល់ការកាត់កាល់ឪពុកម្ដាយចោលហើយសាច់រឿងដែល David Beckham ត្រូវបានកូនប្រុសកាត់កាល់ចោលគឺមានប៉ុណ្្នេះហើយមួយទៀតបើសិនជាបងប្អូនទាំងគ្នាជាអ្នកលេងកីឡាកុំភ្លេច Cambodia Sport Plus ជាភេសជ្ជៈ E-Young ដែលជួយបំពេញជាតិទឹកនៅក្នុងរាងកាយហើយសម្រាប់ខ្ញុំផ្ទាល់ក៏ញ៉ាំ Cambodia Sport Plus ជាប្រចាំដូចគ្នាអរគុណ